ក្រមការងារអភិរក្សជាតិនិងអន្តរជាតិរួមគ្នាលើកកម្ពស់ការអភិរក្សសត្វក្រៀលខណៈវត្តមានសត្វស្លាបមួយនេះបានកើនឡើងបន្តិចបន្ទាប់ពីធ្លាក់ចុះគួរឲ្យព្រួយបារម្ភកាលពី10ឆ្នាំមុនក្រុមអ្នកកត់ត្រារកឃើញសត្វក្រៀលចំនួន214ក្បាលក្រោយធ្វើការជំរឿននៅទូទាំងប្រទេសកម្ពុជាក្នុងឆ្នាំ2025នេះចំនួនកើនឡើងប្រមាណជា37%បើធៀបនឹងលទ្ធផលឆ្នាំ2022បន្ទាប់ពីភាគីដៃគូពាក់ព័ន្ធបន្តរួមគ្នាអភិរក្សនិងការពារទីជម្រកដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ក្រសួងបរិស្ថាននិងក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជាសហការជាមួយអង្គការជីវិតធម្មជាតិនៅកម្ពុជានិងសមាជិកដទៃទៀតដែលប្រមូលផ្ដុំដោយអ្នកជំនាញនិងស្ថាប័នសិក្សាក្នុងប្រទេសកម្ពុជានិងមកពីប្រទេសវៀតណាមនិងប្រទេសមីយ៉ាន់ម៉ាបានរួមគ្នាជជែកក្នុងសិក្ខាសាលាស្ដីពីការអភិរក្សសត្វក្រៀលក្នុងអនុតំបន់មេគង្គដែលធ្វើឡើងនៅក្នុងរាជធានីភ្នំពេញរយៈពេល2ថ្ងៃចាប់ពីថ្ងៃទី2ទី3ខែធ្នូឆ្នាំ2025នៅលើកិច្ចខិតខំប្រឹងប្រែងអភិរក្សនិងស្រាវជ្រាវថ្មីៗនិងការចែករំលែកបញ្ហាប្រឈមនិងការអនុវត្តល្អៗបំផុតដោយផ្ដោតលើការអភិរក្សលោកប៊ូវរៈសានាយកអង្គការជីវិតធម្មជាតិនៅកម្ពុជាបានបញ្ជាក់ថាប្រទេសកម្ពុជានៅតែជាទីតាំងរឹងមាំចុងក្រោយមួយសម្រាប់សត្វក្រៀលក្នុងចំណោមអនុប្រទេសនៅអនុតំបន់មេគង្គទោះជាយ៉ាងណាក៏ដោយប្រភេទសត្វនេះនៅតែបន្តប្រឈមមុខនឹងការគំរាមកំហែងធ្ងន់ធ្ងរដោយសារសត្វមានវ័យចំណាស់ហើយត្រូវងាប់ការបាត់បង់ទីជម្រកការអនុវត្តកសិកម្មគ្មាននិរន្តរភាពការពុលកង្វះអាហារការរំខានដោយមនុស្សនិងចំណេះដឹងផ្នែកអេកូឡូស៊ីមានកម្រិតចំនួនសត្វក្រៀលដែលមានវត្តមាននៅក្នុងតំបន់អាងទន្លេមេគង្គក្រោមមានការថយចុះគួរឲ្យព្រួយបារម្ភក្នុងអំឡុងទសវត្សរ៍ចុងក្រោយនេះដោយលទ្ធផលជំរឿនប្រចាំឆ្នាំបានធ្លាក់ចុះពី869ក្បាលក្នុងឆ្នាំ2011មកនៅត្រឹមតែ166ក្បាលក្នុងឆ្នាំ2022ដោយឡែកចាប់តាំងពីឆ្នាំ2022ចំនួនសត្វស្លាបប្រភេទនេះបានចាប់ផ្ដើមកើនឡើងវិញឯឧត្តមស្រីសុនលៀងអគ្គនាយកនៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិនៃក្រសួងបរិស្ថានបានឲ្យដឹងថាកម្ពុជាបានបង្កើតក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជាដែលមានសមាជិកភាពពីរាជរដ្ឋាភិបាលនិងអង្គការក្រៅរដ្ឋាភិបាលដើម្បីអភិវឌ្ឍនិងអនុវត្តផែនការសកម្មភាពអភិរក្សសត្វក្រៀលដែលគ្របដណ្ដប់រយៈពេលចាប់ពីឆ្នាំ2000ដល់ឆ្នាំ2030ផែនការនិងសកម្មភាពដែលបានកំណត់ក្នុងរយៈពេល10ឆ្នាំនេះរួមមានដោះស្រាយបញ្ហានៃការកើនឡើងអត្រាមរណភាពសត្វក្រៀលពេញវ័យកិច្ចការពារទីជម្រកនិងសម្បុកពងកូនការលើកកម្ពស់និងការរក្សាការគាំទ្ររបស់រដ្ឋាភិបាលសម្រាប់ការអភិរក្សសត្វក្រៀលបង្កើនសកម្មភាពអភិរក្សនិងធ្វើបច្ចុប្បន្នភាពយុទ្ធសាស្ត្រយ៉ាងសកម្មដោយផ្អែកលើព័ត៌មានថ្មីការលើកកម្ពស់ការចូលរួមរបស់ប្រជាជនក្នុងតំបន់ដើម្បីធានាដល់ការអភិរក្សសត្វក្រៀលនិងប្រព័ន្ធអេកូឡូស៊ីដែលពួកគេរស់នៅសូមបញ្ជាក់ថាការធ្វើជំរឿនសត្វក្រៀលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំនៅគ្រប់ទីតាំងសំខាន់ៗក្នុងប្រទេសកម្ពុជានិងប្រទេសវៀតណាមចាប់តាំងពីឆ្នាំ2000មកការធ្វើជំរឿននេះបានផ្ដល់នូវទិន្នន័យយ៉ាងសំខាន់អំពីស្ថានភាពប្រជាសាស្ត្រនៃប្រភេទសត្វដ៏កម្រនេះនិងកត្តាគំរាមកំហែងរបស់ពួកវានៅក្នុងតំបន់អាងទន្លេមេគង្គក្រោមការរាប់ចំនួនធ្វើឡើងចាប់ពីខែធ្នូដល់ខែឧសភានៅទីតាំងសំខាន់ៗចំនួន13ក្នុងប្រទេសកម្ពុជានិងប្រទេសវៀតណាមដោយមានការសម្របសម្រួលពីក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជាក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជាបានចាត់ទុកថាតំបន់ដីសើមនិងព្រៃរបស់ប្រទេសកម្ពុជាគឺជាបន្ទាយដ៏រឹងមាំសម្រាប់គាំទ្រសត្វក្រៀលដែលជាប្រភេទសត្វមានសក្តានុពលធម្មជាតិនិងវប្បធម៌ដ៏ជ្រាលជ្រៅត្រយ៉ងនាំសារពិតគ្រប់ទីកន្លែង